មិនយល់មនោសញ្ចេតនាប្តីប្រពន្ធសោះប្តីអប្រិយឆ្លោះគ្នាជាមួយប្រពន្ធខឹងខ្លាំងពេកចាប់នាងវេះស៊ីលីកូនពីសដនក្រវាត់ចោលសារព័ត៌មាន The Mirror បានរាយការណ៍ពីករណីដ៏មិននឹកស្មានមួយនៅប្រទេសប្រេស៊ីលដែលបុរសម្នាក់បានចាប់ប្រពន្ធវេះសដនយកស៊ីលីកូនមកបោះចោលខាងក្រៅក្រោយពីខឹងនិងឆ្លោះគ្នាជាមួយនាងតាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី30ខែមីនាឆ្នាំ2025កន្លងទៅនៅ Núcleo Bandeirantes ភាគខាងត្បូងនៃទីក្រុង Brasília នៅថ្ងៃកើតហេតុបុរសរូបនេះជាមួយនឹងប្រពន្ធបានឆ្លោះគ្នាយ៉ាងខ្លាំងហើយបុរសនេះក៏បានប្រើអំពើហិង្សាលើនាងដោយដើរក្បាលនិងពោះលើសពីនេះគេថែមទាំងយកកាំបិតទៅវេះសដននាងរួចខ្វេសស៊ីលីកូនយកមកបោះចោលខាងក្រៅទៀតផងយ៉ាងណាមិញស្ត្រីជាប្រពន្ធត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកបុរសជាប្តីត្រូវបានប៉ូលីសឃាត់ខ្លួនព្រមជាមួយនឹងភស្តុតាងដែលមានកាំបិតនិងដុំស៊ីលីកូនហើយនឹងត្រូវអាជ្ញាធរដំណើរការក្តីទៅតាមផ្លូវច្បាប់អរគុណចំពោះការចូលទស្សនាវីដេអូនេះបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតសូមអរគុណយ៉ាងកក់ក្ដៅThank you so much.